ភ្លៀងមួយបានធ្លាក់បោកលើផ្លូវកណ្ដាលទីក្រុងភ្នំពេញនៅថ្ងៃអាទិត្យព្រឹលស្រួចកន្លែងដែលបុរសម្នាក់ឈរបាត់បង់ចំណងចិត្តចាស់និងកន្លែងដែលនារីម្នាក់កំពុងសុំស្រឡាញ់វិញរតនៈបុរសវ័យ29ឆ្នាំជាអ្នកនិពន្ធល្បីតែម្នាក់ឯងសុភានារីវ័យ25ឆ្នាំជាគ្រូបង្រៀននិងជាស្រឡាញ់ចាស់របស់រតនៈវិសាលបងប្អូនរតនៈដែលស្រឡាញ់សុភាដែរស្នេហ៍ចាស់មិនភ្លេចបន្ទាប់ពី5ឆ្នាំនៃការចែកផ្លូវដោយសារការយល់ច្រឡំសុភាក៏បានត្រឡប់មករករតនៈម្ដងទៀតនាងគ្រាន់តែឈរដល់ច្រកផ្ទះដោយកាន់របាម្នាក់នៃអតីតកាលអ្នកណាក៏គិតថាស្នេហ៍ដាច់ហើយប៉ុន្តែភ្លៀងបាននាំអារម្មណ៍មកវិញដូចមុនសុភាខ្ញុំមិនសុំឲ្យបងស្រឡាញ់ខ្ញុំវិញទេតែសុំឲ្យស្ដាប់បេះដូងខ្ញុំផងរតនៈខ្ញុំខំស្ងៀមស្ងាត់ចំពោះអតីតកាលដើម្បីឲ្យបេះដូងព្យាបាលតែពេលនេះវាក៏ដើរច្រឡំវិញការទទួលស្គាល់និងការដោះស្រាយចិត្តវិសាលបងរតនៈបានឈានចូលក្នុងរឿងស្នេហ៍នេះដោយបង្ហាញពីការស្រឡាញ់សុភាជាសេរីប៉ុន្តែសុភាស្រឡាញ់តែរតនៈរឿងคล้ายជាអារម្មណ៍ចម្រុះរវាងបងប្អូនវិសាលក៏បងស្រឡាញ់នាងតែបងមិនអាចយកអារម្មណ៍អញទុកចោលបានរតនៈគឺស្នេហ៍មិនមែនជាការប្រកួតទេវាជាការយល់ចិត្តនិងការទទួលខុសត្រូវរតនៈជ្រើសរើសមិនតាក់ទងនឹងសុភាឡើយដើម្បីរក្សាជីវិតគ្រួសារដែលកំពុងចង្អៀតស្នេហ៍មិនចាំបាច់ជាប់គ្នាសុភាត្រឡប់ទៅខេត្តបន្ទាប់ពីមិនអាចធ្វើឲ្យរតនៈបើកចិត្តបានប៉ុន្តែរតនៈចាប់ផ្ដើមសរសេរលើកទី1វិញក្នុងសៀវភៅស្នេហ៍ថ្មីដែលគាត់ដាក់ឈ្មោះថាក៏ភ្លៀងថ្ងៃអាទិត្យគាត់សរសេរទៅសុភាថាស្រឡាញ់មិនមែនជាការកាន់កាប់ទេគឺជាការឲ្យគេបានរស់នៅក្នុងសុខភាពនិងសេចក្តីសុខប្រសិនបើស្រឡាញ់គឺបណ្ដោះអាសន្នតែស្រឡាញ់ពិតប្រាកដគឺអស់ធនភាពនៅថ្ងៃអាទិត្យបន្ទាប់នៃឆ្នាំក្រោយក្នុងពេលភ្លៀងស្រួចនោះសុភានៅអានសៀវភៅក៏ភ្លៀងថ្ងៃអាទិត្យនៅក្នុងបណ្ណាល័យជាមួយនឹងញឹមភ្លឺលើមុខចុងក្រោយនាងមិនបានរស់ជាមួយរតនៈទេតែចិត្តរបស់នាងពេញដោយសេចក្តីស្រឡាញ់ដែលមិនមានការខូចចិត្តស្នេហ៍ពិតប្រាកដមិនមែនសម្រាប់កាន់ជាប់គ្នាវាជាស្នេហ៍ដែលអាចបន្តរស់បានទោះបីនរណាម្នាក់មិននៅជាមួយក៏ដោយ